សួស្តីអ្នកនរគ្នាខ្ញុំឈ្មោះអាយ៉ាហើយនៅផងដែរខ្ញុំមកនឹងគឺខ្ញុំចង់ប្រាប់អ្នកនរគ្នាថាខ្ញុំបានចូលរួម event មួយកាលពីថ្ងៃទី13ខែ3ឆ្នាំ2025យើងហ្នឹងនៅ Office Springboard for Education Cambodia ដែលមានទីតាំងនៅទូកកហើយ event ហ្នឹងផងដែរគឺមានឈ្មោះថា Australia Study Fair 2025 អ្នកនរគ្នាដែល event ហ្នឹងគេ design ឡើងសម្រាប់ឲ្យសិស្សានុសិស្សរបស់យើងដែលគាត់មានចំណាប់អារម្មណ៍ក្នុងការបន្តការសិក្សានៅប្រទេសអូស្ត្រាលីក៏ដូចជាអ្នកដែលគាត់ចាប់អារម្មណ៍លើប្រព័ន្ធអប់រំនៅប្រទេសអូស្ត្រាលីមិនថាថ្នាក់បញ្ញាបត្រថ្នាក់អនុបណ្ឌិតឬក៏ថ្នាក់បណ្ឌិតក្តីគាត់អាចទៅចូលរួមបានដើម្បីជួបពិភាក្សាផ្ទាល់ជាមួយនឹងតំណាងសាលាពីប្រទេសអូស្ត្រាលីដែលវាមានភាពងាយស្រួលជាខ្លាំងមិនបានខ្ញុំថាងាយស្រួលអ្នកនរគ្នាដោយសារតែខ្ញុំជាអ្នកចូលរួម event ផ្ទាល់ខ្ញុំទទួលបាននៅព័ត៌មានជាច្រើនពីការសិក្សានៅប្រទេសអូស្ត្រាលីដែលបានជួបនឹងតំណាងសាលាដែលខ្ញុំចាប់អារម្មណ៍ទៅលើហើយមានបំណងចង់សិក្សានៅសាលាមួយហ្នឹងគឺខ្ញុំអាចជួបជាមួយនឹងតំណាងសាលាផ្ទាល់ហើយសាកសួរព័ត៌មានហើយគាត់ផ្ដល់ព័ត៌មានឲ្យខ្ញុំវិញដោយក្តីរីករាយហ្មងអ្នកនរគ្នាដែលក្នុងនោះដែរខ្ញុំបានព័ត៌មានដូចជាតើខ្ញុំត្រូវត្រៀមឯកសារអ្វីខ្លះដើម្បីបានទៅរៀននៅប្រទេសអូស្ត្រាលីហើយគួរតែត្រៀមខ្លួនបែបណាទៅលើជំនាញដែលខ្ញុំរើសនិងការសិក្សាប្រព័ន្ធអប់រំនៅក្នុងប្រទេសអូស្ត្រាលីហ្នឹងចាហើយបន្ទាប់ពីហ្នឹងទៀតបន្ទាប់ពីខ្ញុំបានជួបនឹងតំណាងសាលាហើយលើសពីហ្នឹងទៀតអីដែលពិសេសហ្នឹងគឺខាង Springboard គាត់បានឲ្យ voucher ខ្ញុំណាអ្នកទាំងអស់គ្នាដែល voucher ពីរហ្នឹងខ្ញុំទទួលបានពីខាង Springboard ដែលទី1នេះគឺ get free flight ticket តើបងប្អូនជំនឿថានៅពេលដែលយើងបានទៅសិក្សានៅប្រទេសអូស្ត្រាលីគឺយើងទទួលបាននៅសុវត្ថិយន្តហោះ free ហើយ voucher នេះដែរគឺ 100% get free ទៅលើ IELTS អ្នកនរគ្នាដែលមានន័យថាយើងទទួលបានការតេស្តភាសាអង់គ្លេស free ដោយមិនគិតថ្លៃពីខាង Springboard អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាចាបាយបាយជម្រាបលាអ្នកទាំងអស់គ្នា